ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងមករៀនអំពីការអឺរកជាភាគរយនៅក្នុងកម្មវិធី Microsoft Excel របស់យើងទាំងអស់គ្នាដែលភាគរយនេះគឺយើងគិតទៅលើចំនួននៃសិស្សឬក៏ភាគរយនៃអឺចំនួនអ្វីផ្សេងៗទៀតទំនិញឬក៏របស់ប្រើប្រាស់អ្វីផ្សេងៗបាទតែមុននឹងយើងបន្តទៅមុខទៀតខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយ Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយផងសូមអរគុណអញ្ចឹងឧទាហរណ៍នេះទី1គឺខ្ញុំសូមធ្វើការលុបសិនឧទាហរណ៍នេះគឺជាកន្លាដែលយើងចង់រកភាគរយអញ្ចឹងបងប្អូនទាំងអស់គ្នាចុចសញ្ញាស្មើហើយគឺ select ទៅលើចំនួនណាដែលយើងចង់គិតជាភាគរយឧទាហរណ៍18នាក់បើយើងគិតជាភាគរយទៅគឺវាស្មើនឹងប៉ុន្មានភាគរយនៃសិស្ស33នាក់មានន័យថាយើងចង់គិតជាភាគរយនៃសិស្ស18ហ្នឹងធៀបទៅនឹងសិស្សទាំងអស់គឺ33នាក់បន្ទាប់ពី select ហើយបងប្អូនទាំងអស់គ្នាចុចសញ្ញា slash ហើយទៅ select ទៅលើចំនួនសិស្សទាំងអស់របស់យើងប្រមាណអ្នកនេះគឺ33នាក់អញ្ចឹងយើង select នឹងហើយយើងធ្វើការចុច enter បងប្អូនឃើញវា load 0នេះដោយសារតែយើងអត់ទាន់បានគុណវានឹង100%អញ្ចឹងបងប្អូនគ្រាន់តែធ្វើការឧទាហរណ៍ថាកន្លាទាំងអស់ហ្នឹងយើងចង់ជាភាគរយអញ្ចឹងយើងធ្វើការ select លើវាទាំងអស់ហ្នឹងពីលើដល់ក្រោមហ្នឹងមករួចហើយយើងចូលទៅក្នុង home ចូលទៅ home ហើយយើងចុចទៅលើនេះរូបភាគរយនេះpercent style នេះឬក៏បងប្អូនទាំងអស់គ្នាចុចទៅលើ shortcut របស់គេឲ្យនេះ Control Shift និងបូកសញ្ញាភាគរយនេះបាទឬក៏ចុចនៅលើសញ្ញានឹងតែម្ដងក៏បានដែរអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចលើសញ្ញានិមិត្តសញ្ញាភាគរយនឹងមកអូខេប៉ុន្តែបងប្អូនមិនចង់បានភាគរយជាចំនួនគត់បែបហ្នឹងទេគឺយើងចង់បានមានក្រោយបៀស2ខ្ទង់ណាអញ្ចឹងបងប្អូនទាំងអស់គ្នា select លើនឹងហើយធ្វើការទៅកំណត់ក្រោយបៀស2ខ្ទង់មកនេះភាគរយរបស់យើងគឺវាមិនមែន55%មិញវាត្រឹមតែ54.55%ទេតែដោយសារតែយើងបង្កត់នៅសល់ត្រឹម2ខ្ទង់វាបង្កត់ឡើងបងប្អូនអញ្ចឹងយើងធ្វើការសេរីវាឲ្យចូលកណ្ដាលអូខេខាងក្របន្ទាប់មកទៀតខាងក្រោមនេះក៏យើងធ្វើដូចគ្នាដែរបងប្អូនចុចសញ្ញាស្មើហើយយើងចង់គិតថាតើសិស្សនេះពី6.50ដល់7.99ហ្នឹងមាន5នាក់ហ្នឹងបើគិតជាភាគរយមានប៉ុន្មានភាគរយនៃសិស្សទាំងអស់33នាក់ហ្នឹងអញ្ចឹងបងប្អូនធ្វើការ select លើវាហើយចុច slash ហើយចុចទៅលើ select ទៅលើសិស្សសរុបរបស់យើងទាំងអស់បាទឬក៏បើសិនជាបងប្អូនមិនមានសិស្សសរុបដែលត្រូវ select ចឹងទេបងប្អូនកាន់តែធ្វើការវាយដោយដៃផ្ទាល់តែម្ដងឧទាហរណ៍ថាសិស្ស33នាក់បងប្អូនដាក់ថាចែកនឹង33ទៅបែបហ្នឹងក៏បានដែរបាទបែបហ្នឹងក៏ត្រូវដែរវាចេញជាភាគរយឲ្យស្រាប់ហើយដោយសារតែយើងបានធ្វើការ select ពីលើមកដល់ក្រោមទាំងអស់នេះមិញណា select ធ្វើការ select រួចរាល់អស់ហើយអញ្ចឹងទើបវាចេញជាភាគរយហើយរឹងដូចគ្នាស្មើរួចហើយselect លើហ្នឹងហើយចុច slash ហើយបងប្អូនធ្វើការselect នៅលើសិស្សសរុបរបស់យើងទៀតអូខេខ្ញុំសង្ឃឹមថាមេរៀនមួយនេះនឹងបានជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាបាទហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និង Like នៅ Channel របស់ខ្ញុំម្នាក់មួយបាទដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបាទក្នុងការធ្វើមេរៀនបន្តទៀតបាទសូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត